កុំទៅវាតម្លៃមិនណាម្នាក់ទោះបីជាគេជាមនុស្សដែលមិនគប់ភ្នែកអ្នកក៏ដោយទី2កុំទៅវាតម្លៃគ្រួសាររបស់គេពីព្រោះវាគ្មានតាក់ទងជាមួយអ្នកសូម្បីតែបន្តិចទី3កុំក្រអើតក្រទមពីព្រោះថ្ងៃស្អែកអ្នកអាចនឹងបាត់បង់អំណាចទី4កុំធ្វើអស្ចារ្យពេកអ្នកត្រូវយល់ថាគ្មានអ្នកណាខ្សោយជាងអ្នកទេសរុបមកធ្វើជាមនុស្សត្រូវចេះដាក់ខ្លួនបន្តិចទី5កុំទៅធ្វើបាបគេពីព្រោះកម្មពៀយូរនឹងឆាប់គង់នឹងមកដល់ទី6កុំទៅវាតម្លៃគេល្អឬអាក្រក់ពីព្រោះគេមិនប៉ះពាល់ដល់ការហូបចុករបស់អ្នកទេទី7កុំទៅវាតម្លៃគុណធម៌របស់គេពីព្រោះអ្នកមិនឃើញថាថ្លៃថ្នូរជាងគេទេទី8កុំទៅវាតម្លៃចំណេះដឹងរបស់គេពីព្រោះលើโลกនេះអ្វីដែលមិនខ្វះនោះគឺចំណេះដឹងទី9កុំចាយលុយខ្ជះខ្ជាយប្រេះតាពីព្រោះថ្ងៃស្អែកអ្នកអាចនឹងបាត់បង់អាជីពទី10កុំពឹងលើអ្នកដទៃពីព្រោះការរស់នៅមានបន្ទុកខ្លាំងអ្នកណាក៏ចង់រស់តែសុខស្រួលដែរទី11កុំចេះតែខឹងប្រេះតាអ្នកណាក៏មិនជំពាក់អ្នកដែរឥឡូវនេះលំបាកវេទនាណាស់រងចាំមួយរយៈទៀតងាកក្រោយមើលគឺអាចនឹងឃើញថាទាំងអស់នោះគ្មានអ្វីទេយើងតែងតែត្អូញត្អែរថាជីវិតនេះមិនយុត្តិធម៌សោះតាមពិតជីវិតនេះគ្មានដឹងថាយើងជាអ្នកណាឡើយទី12កុំទៅពិភាក្សាថាការអនុវត្តរបស់គេល្អឬ